បងប្អូនទាំងអស់គ្នានាងខ្ញុំសុខហើយស្គីថ្ងៃនេះខ្ញុំនឹងមកចែករំលែកបងប្អូនទាំងអស់គ្នាពីរបៀបលាបពណ៌ក្រចកអញ្ចឹងកុំឲ្យបងប្អូនរងចាំយូរយើងចូលមកទស្សនាទាំងអស់គ្នាតើរបៀបលាបពណ៌ក្រចកយើងត្រូវធ្វើបែបណាអូខេងាយស្រួលនឹងបងប្អូននៅអនុវត្តនៅផ្ទះហើយនឹងធ្វើខ្លួនឯងអញ្ចឹងថ្ងៃនេះនាងខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបលាបពណ៌ក្រចកហើយខ្ញុំនឹងយកពណ៌ក្រចកពណ៌ក្រហមនេះយកលាបដើម្បីឲ្យងាយស្រួលនឹងបងប្អូនទាំងអស់គ្នាមើលថាតើវាលាបរបៀបណាអញ្ចឹងណាហើយជាដំបូងយើងត្រូវតែមានទឹកភ្ជាប់នៅនេះគេហៅ base coat អញ្ចឹងបងប្អូនត្រូវមានទឹកភ្ជាប់មួយអញ្ចឹងយើងត្រូវតែលាបបែបនេះយើងត្រូវកាន់ដៃភ្ញៀវហើយយើងត្រូវតែទប់ដៃយើងបែបនេះគឺទប់របៀបនេះនៅលើដៃនេះណាហើយយើងលាបវាទប់នឹងកូនដៃប្រើកូនដៃដើម្បីឲ្យរំនឹងដៃយើងវាអត់នេះណាបងប្អូនកុំលាបអញ្ចេះមកពីវាធ្វើឲ្យដៃយើងញ័រអញ្ចឹងយើងត្រូវតែទប់បន្ទាប់មកយើងនឹងចាប់ផ្ដើមលាបពណ៌របស់យើងអូខេពេលដែលយើងលាបពណ៌របស់យើងទឹករបស់យើងគឺកុំឲ្យយកស្ងួតពេកហើយក៏កុំឲ្យយកវាតិចពេកដែរអញ្ចឹងយើងយកប្រហែលប៉ុណ្នេះឃើញទេបងប្អូនហើយបើយើងមានបន្តិចតួចនៅនេះយើងអាចយកកញ្ចក់យើងជូតចោលបន្តិចបានអញ្ចឹងដៃយើងគឺត្រូវទប់ដូចគ្នាដើម្បីឲ្យវាមានរំនឹងហើយត្រូវបងប្អូនត្រូវចាំណាថាពេលដែលយើងដាក់ពីលើយើងត្រូវតែដាក់បែបនេះហើយយើងរុញវាឡើងទៅលើបែបនេះហើយវាស្មើហើយទាញចុះមកក្រោមហើយយើងខាងនេះយើងធ្វើវារាងមូលជក់បន្តិចហើយទាញវាចុះមកក្រោមហើយសម្រាប់ខាងនេះដូចគ្នាយើងត្រូវតែទាញវាហើយនឹងមើលឲ្យដល់គែមខាងចុងហើយយើងបោះវាម្ដងទៀតមកហើយយើងបិទមុខវាប៉ុណ្ណឹងជាការស្រេចហើយនេះយើងលាបតង់ទី2តង់ទី2យើងក៏ធ្វើដូចរបៀបទី1ដូចគ្នាត្រូវតែទប់ដៃហើយនឹងលាបវាអូវាមកថ្នមការលាបពណ៌កញ្ចក់យើងបានបញ្ចប់ហើយអញ្ចឹងជាចុងក្រោយអញ្ចឹងបើសិនជាចុងក្រោយយើងត្រូវដាក់top coat នេះគេហៅថា top coat គឺទឹកអាឡូងខ្មែរតែទឹកអាឡូងអញ្ចឹងនៅស្រុកខ្មែរយើងដាក់ទឹកអាឡូងណា
បន្ទាប់មកបងប្អូនត្រូវមានកូនកាលមួយសម្រាប់ដាក់ទឹកជូតកញ្ចក់នៅនេះគេហៅថាអាស៊ីតូនចានេះបើនៅខ្មែរយើងគឺទឹកជូតកញ្ចក់ចឹងយើងចាក់បន្តិចមកហើយនៅស្រុកខ្មែរគេប្រើសឡៃប៉ុន្តែបើខ្ញុំយោបល់ខ្ញុំឲ្យបងប្អូនទាំងអស់គ្នាអាចប្រើជាជក់ជូតវិញវាងាយស្រួលជាងយើងប្រើសឡៃចឹងយើងគ្រាន់តែជក់នេះយើងអាចសម្អាតគ្រប់កន្លែងយើងដាក់ចូលទឹកជូតកញ្ចក់បន្តិចមកហើយយើងមើលខាងកន្លែងណាដែលប្រឡាក់ដូចជាខាងនេះអញ្ចឹងបើវាមានការធ្វើឲ្យប្រឡាក់អីចឹងយើងអាចជូតសម្អាតឲ្យស្អាតយើងនៅចំហៀងមកបើសិនជាបងប្អូនឃើញយើងមានប្រឡាក់ទេយើងនឹងជូតសម្អាតវាទាំងអស់នេះវាស្អាតហើយបើសិនមិនចាំបាច់យើងមិនបាច់ជូតទេវាស្រួលនឹងបងប្អូនទៅតែលាបកុំបារម្ភរឿងថាវាប្រឡាក់គៀនណាអូខេឃើញទេអញ្ចឹងបងប្អូនបានឃើញទាំងអស់គ្នាហើយគឺការលាបកញ្ចក់យើងបានបញ្ចប់ហើយគឺគ្រប់យ៉ាងគឺស្អាតទាំងអស់សួរបងប្អូនឥឡូវនេះការលាបពណ៌កញ្ចក់យើងបានបញ្ចប់ហើយបងប្អូនទាំងអស់គ្នាបានទស្សនាហើយតើរបៀបលាបពណ៌កញ្ចក់បែបណាអញ្ចឹងបើបងប្អូនចូលចិត្តសូមជិះវីដេអូបងប្អូនសូមជួយ like share ហើយនិង subscribe ឲ្យបងប្អូនផងងាយស្រួលនឹងបងប្អូនទាំងអស់គ្នាទទួលបានវីដេអូនៅរយៈក្រោយទៀតហើយនេះគឺនឹងបង្ហាញពីយ៉ាងណានៅរបៀបគូបម៉ូតកញ្ចក់